ជំរាបសួរហើយក៏សួស្តីបងប្អូនទាំងអស់គ្នាតោះថ្ងៃនេះមកជួបលោកគ្រូតេតតនឹងវីដេអូទី2នៅក្នុងមេរៀនត្រីកោណដូចគ្នាដដែលអញ្ចឹងថ្ងៃនេះលោកគ្រូមកសិក្សាតេតតនឹងករណីដំណោយទី1អញ្ចឹងគេថាត្រីកោណ2ជាត្រីកោណដូចគ្នាកាលណាមានមុំ2ប៉ុនរៀងគ្នាតោះអញ្ចឹងឥឡូវយើងមកមើលលំហាត់ទាំងអស់គ្នាអញ្ចឹងលំហាត់របស់យើងគេថាចូលប្រដូចត្រីកោណ ABC និងត្រីកោណ MN MNP នេះជារូបភាពរបស់យើងតោះអញ្ចឹងឥឡូវយើងមើលដើម្បីប្រៀបធៀបត្រីកោណពីរហ្នឹងគឺយើងត្រូវសិក្សានៅក្នុងត្រីកោណ ABC និងត្រីកោណ MNP តោះអញ្ចឹងឥឡូវយើងក៏លេខមើលរូបភាពនេះតើនៅក្នុងត្រីកោណរបស់យើងមានអ្វីខ្លះប៉ុនគ្នាអញ្ចឹងយើងក៏លេខមើលឃើញមុំ A មានរង្វាស់65ដឺក្រេមុំ B មានរង្វាស់ស្មើនឹង50ដឺក្រេចុះមុំ M និងមុំ N នេះអញ្ចឹងគេប្រាំមកអានេះ65អានេះ50តោះអញ្ចឹងកន្លែងនេះយើងសង្កេតឃើញថាទី1យើងមានទី1មុំអីគេមុំ A ស្មើជាមួយនឹងមុំ M ស្មើនឹង65ដឺក្រេសមត្ថកម្មទី2យើងសង្កេតឃើញថាមានមុំ B ស្មើជាមួយនឹងមុំ N មានរង្វាស់50ដឺក្រេសមត្ថកម្មដូចគ្នាតោះអញ្ចឹងតាមករណីដំណោយទី1របស់យើងគេថាត្រីកោណ2ជាត្រីកោណដូចគ្នាកាលណាមានមុំ2ប៉ុនរៀងគ្នាឥឡូវយើងពិនិត្យមើលនៅក្នុងលំហាត់របស់យើងគឺវាមានមុំ M សុំទោសមុំ A ស្មើមុំ M មុំ B ស្មើនឹងមុំ N អញ្ចឹងមានមុំ2ប៉ុនរៀងគ្នានាំឲ្យត្រីកោណនេះគេនាំឲ្យត្រីកោណ ABC ដូចជាមួយនឹងត្រីកោណ MNP អញ្ចឹងកន្លែងនេះគេបានត្រីកោណ ABC ដូចជាមួយនឹងត្រីកោណនេះគេ MNP អញ្ចឹងបញ្ជាក់ដើម្បីត្រង់ចំណុចនេះដើម្បីហៅត្រីកោណដូចគ្នាឲ្យបានត្រឹមត្រូវកូនកលេចមើលកន្លែងដែលយើងសម្រាយនេះទី1មុំ A ស្មើជាមួយនឹងមុំ M អញ្ចឹងមុំ A កន្លែងនេះយើងដាក់ត្រីកោណ ABC អញ្ចឹង A នៅពីទី1អញ្ចឹង M នៅទី1ដូចគ្នាមុំ B ស្មើជាមួយនឹងមុំ N អញ្ចឹង B នៅកណ្ដាល N នៅកណ្ដាលដូចគ្នាហើយ C យើងអត់បានរៀបរាប់ពេលអត់បានរៀបរាប់នៅចុងក្រោយដូចគ្នាអញ្ចឹងត្រីកោណ ABC ដូចជាមួយនឹងត្រីកោណ MNP នៅក្នុងករណីគេដំណោយទី1របស់យើងគឺមកគឺសំដៅទៅលើមុំ2ប៉ុនរៀងគ្នាអញ្ចឹងសម្រាប់វីដេអូលោកគ្រូថ្ងៃនេះសូមបញ្ចប់ត្រឹមនេះសូមអរគុណនិងសូមជម្រាបលា